យើងដោះស្រាយវិសម័យការបន្តទៀតចំពោះលំហាត់លេខ6តោះអញ្ចឹងយើងត្រូវបោះអញ្ញត្តិហ្នឹងមកខាងឆ្វេងដៃទាំងអស់មកណាមកខាងឆ្វេងអញ្ចឹង 4x អញ្ចឹងអានេះបូក 2x បោះមកដក 2x ទៅជាងមកអានេះមាន1ស្រាប់ហើយអញ្ចឹងបោះ7នេះដកបោះមកបូក7អញ្ចឹងអានេះយក 4x ដក 2x ទៅនៅសល់2ដងនេះ x ទៀតទៅជាងបាទនេះ8បាទ2នេះគុណណាបោះទៅចែកនេះអត់មានសញ្ញាដកទេអញ្ចឹងអត់បដូរវិសម្ភារទេអញ្ចឹងបាន x តូចជាងបាទ4អញ្ចឹង x តូចជាង4តោះអូខេអញ្ចឹងមើលលំហាត់លេខ9មួយទៀតអូខេអញ្ចឹងនេះអញ្ញត្តិនៅខាងឆ្វេងនេះដក 2x ដដែលមកខាងនេះបូក 5x បោះវាមកខាងឆ្វេងទៅបានដក 5x ធំជាងនេះ31មក31តមក11នេះបូកបោះវាមកស្ដាំទៅដក11អញ្ចឹងអានេះបានដក2ហើយដក5ទៀតបានដកសរុប7អានឹងដូចយើងខ្ចីគេហើយខ្ចីថែមបាទមានចម្ពាក់ថែមណាបាទព្រោះសញ្ញាដកហ្នឹងសញ្ញាខ្ចីអូខេអញ្ចឹងធំជាងអានេះយក31មកដកជាមួយនឹង11ទៅសល់បានសល់20មែនទេបាទសល់20អញ្ចឹងអានេះដក7ណាមានសញ្ញាដកពីមុខអញ្ញត្តិអញ្ចឹងដល់ពេលដែលបោះទៅបដូរវិសមភាពបាន20ចែកជាមួយនឹងដក7នេះអានេះមិនមែនដកបោះទៅបូកទេណានេះគុណអានេះគុណកន្លែងនេះតាមពិតមានន័យថាអញ្ចេះដក7គុណនឹង x ទេដល់ពេលយើងបោះទៅបោះទាំងដុលព្រោះអាហ្នឹងគុណបោះមកចែកមិនមែនបូកមិនមែនដកបោះទៅបូកទេអូខេអញ្ចឹងយើងអាចសរសេរថា x តូចជាងដក20នៅលើ7ក៏បានដែរបាទតូចជាងដក20លើ7ហ្នឹងអូខេអញ្ចឹងលំហាត់ផ្សេងទៀតយើងចាប់ផ្ដើមធ្វើ